រឿងកូនជាមក្លាហាននៅក្បែរជើងភ្នំមួយមានគ្រួសារជាមជាច្រើនរស់នៅយ៉ាងមានក្តីសុខពួកគេរស់នៅទីនោះសម្បូរទៅដោយវាលស្មៅនិងទឹកអូរថ្លាឆ្វេងថ្ងៃមួយមានចចក3ក្បាលបានដើរមកក្បែរជើងភ្នំកន្លែងដែលគ្រួសារជាមរស់នៅវាបានស្រែកទៅកាន់ហ្វូងជាមទាំងនោះថាណែហ្វូងជាមដ៏ក្លាហានតើថ្ងៃនេះនរណានឹងមកក្លាយជាចំណីរបស់យើងទៅមេជាមដែលមានរូបរាងធំដំបងជាងគេនោះបានស្រែកថាឱលោកចចកអាហារមានច្រើនណាស់ហេតុអីបានជាលោកចង់ស៊ីពួកយើងដូច្នេះព្រោះពួកឯងជាចំណីដ៏ឆ្ងាញ់រំពេចនោះមានកូនជាមួយក្បាលបាននិយាយទៅកាន់ចចកទាំង3ថាណែសត្វចចកចង្រៃពួកយើងមិនអនុញ្ញាតឲ្យលោកមកទីនេះហើយស៊ីពួកយើងតាមចិត្តនោះទេអូហូកូនជាមតូចមើលទៅឯងចង់ក្លាយជាចំណីរបស់យើងហើយទើបក្លាហានចេញមុខបែបនេះពួកលោកអាងមានធ្មេញមុតស្រួចនិងកម្លាំងខ្លាំងមែនទេពិតជាយល់ការមែនក្មេងតូចពួកលោកដឹងទេរាល់ថ្ងៃខ្ញុំតែងតែឮសំឡេងមួយស្រែកយ៉ាងខ្លាំងនិងឃើញស្រមោលយ៉ាងធំនៅក្បែរជើងភ្នំនោះពេលពួកលោកសម្លឹងមកកាន់ពួកយើងខ្ញុំតែងតែឃើញស្រមោលនោះនៅក្បែរពួកលោកចចកទាំង3មើលមុខគ្នាទៅវិញទៅមករួចគិតក្នុងចិត្តថាក្រែងលោជាសត្វខ្លាឬសត្វតោទេដឹងចង់បន្លាចពួកយើងមែនក្មេងតូចអត់ទេតែខ្ញុំគិតថាប្រហែលជាសត្វដ៏ធំនោះប្រុងចាប់ឆ្កែចចកជាចំណីទេដឹងមិនបងអង្គយូរឆ្កែចចកទាំង3ក៏រត់ចូលព្រៃបាត់ទៅ